នៅព្រឹកព្រលឹមថ្ងៃទី11ខែកញ្ញាឆ្នាំ2001ម៉ោង6:45នាទីនៅឯប្រលានយន្តហោះអន្តរជាតិក្រុង Boston ភេរវជន10នាក់ចែកចេញជាពីរក្រុមកំពុងរៀបចំឡើងយន្តហោះក្នុងជើងហោះហើរពីរដាច់ពីគ្នាគឺជើងហោះហើរលេខ11របស់ក្រុមហ៊ុន American Airlines ពីទីក្រុង Boston ទៅ Los Angeles និងជើងហោះហើរលេខ175នៃក្រុមហ៊ុន United Airlines ឆ្ពោះទៅកាន់ទីក្រុង Los Angeles ដូចគ្នានៅក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នានោះភេរវជនពីរក្រុមផ្សេងទៀតកំពុងរៀបចំឡើងយន្តហោះនិងឯប្រលានយន្តហោះពីរផ្សេងទៀតគឺជើងហោះហើរលេខ93របស់ក្រុមហ៊ុន United Airlines ពីទីក្រុង Newark New Jersey ទៅកាន់ទីក្រុង San Francisco និងជើងហោះហើរលេខ77របស់ក្រុមហ៊ុន American Airlines ពីប្រលានយន្តហោះអន្តរជាតិ Dallas ក្បែររដ្ឋធានី Washington ឆ្ពោះទៅកាន់ទីក្រុង Los Angeles ម៉ោង8:19នាទី20នាទីក្រោយពីជើងហោះហើរលេខ11ហោះចេញពីប្រលានយន្តហោះ Boston ក្រសួងស៊ើបអង្កេត FBI ទទួលបានទូរស័ព្ទពីនារីអ្នកបម្រើការលើយន្តហោះម្នាក់ដែលបានប្រាប់ថាយន្តហោះត្រូវបានក្រុមភេរវជនចាប់ពង្រត់នៅលើយន្តហោះគឺមហាមេតអាតាក្រុមមេភេរវជនដែលជាអ្នកបញ្ជាយន្តហោះក្រោយពីបានវាយប្រហារទៅលើអ្នកបើកយន្តហោះទាំងពីររូបមហាមេតអាតាបានប្រាប់អ្នកដំណើរទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងៀមដោយសន្យាថានឹងបើកយន្តហោះវិលត្រឡប់ទៅកាន់ប្រលានយន្តហោះវិញម៉ោង8:40នាទីកងឯកភាពការពីដែនអាកាសអាមេរិកបានចេញបញ្ជាឲ្យយន្តហោះចម្បាំង2គ្រឿងហោះទៅស្ទាក់យន្តហោះជើងហោះហើរលេខ11ក៏ប៉ុន្តែយន្តហោះចម្បាំងទាំង2គ្រឿងនោះនៅមិនទាន់បានហោះចេញពីមូលដ្ឋានទ័ពអាកាសផងនៅម៉ោង8:46នាទីយន្តហោះនៃជើងហោះហើរលេខ11ដែលជាប្រភេទយន្តហោះធុន Boeing 767ដឹកអ្នកដំណើរចំនួន92នាក់ត្រូវបានមហាម៉ាត់អាតាបើកទៅបុកអគារទី1នៃអគារភ្លោះ World Trade Center ប្រមាណជា15នាទីក្រោយមកទៀតនៅម៉ោង9:03នាទីនៅក្នុងពេលដែលក្រសែភ្នែកមនុស្សម្នាជាច្រើនព្រមទាំងកាមេរ៉ាជាច្រើនគ្រឿងកំពុងតែសម្លឹងមើលនិងផ្ដិតយករូបភាពនៃអគារទី1ស្រាប់តែយន្តហោះមួយគ្រឿងទៀតគឺយន្តហោះធុន Boeing 767នៃជើងហោះហើរលេខ175ដឹកអ្នកដំណើរចំនួន65នាក់ពី Boston ទៅ Los Angeles ត្រូវបានភេរវជនក្រុមទី2ហោះទៅបុកអគារទី2គិតមកត្រឹមពេលនោះគេលែងមានមន្ទិលសង្ស័យអ្វីទៀតហើយថាអ្វីដែលកំពុងតែកើតមានឡើងវាមិនមែនជាគ្រោះថ្នាក់យន្តហោះនោះទេក៏ប៉ុន្តែគឺជាការវាយប្រហារភេរវកម្មទៅលើសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី11កញ្ញានៅពេលដែលភេរវជនបើកយន្តហោះបុកអគារ World Trade Center នៅទីក្រុង New York លោក George W. Bush កំពុងតែបំពេញទស្សនកិច្ចនៅឯសាលារៀនមួយកន្លែងនៅក្នុងរដ្ឋ Florida ម៉ោង9:05នាទីលោក Bush កំពុងអង្គុយស្ដាប់កូនសិស្សសុទ្ធមេរៀននៅចំពោះមុខកាមេរ៉ានិងអ្នកសារព័ត៌មានជាច្រើនអ្នកស្រាប់តែលោក Andrew Card នាយកកតកាល័យនៃសេតាវិមានបានចូលទៅខ្សឹបដាក់ត្រចៀកប្រាប់ដោយខ្លីថាមានយន្តហោះមួយគ្រឿងទៀតបើកបុកអគារទី2អាមេរិកកំពុងទទួលរងការវាយប្រហារខ្សឹបរួចហើយលោក Andrew Card ក៏ដើរចេញទៅវិញភ្លាមចំណែកឯលោក Bush បន្តស្ថិតនៅក្នុងថ្នាក់រៀនជាមួយកូនសិស្សតាមកម្មវិធីជាធម្មតាដើម្បីព្យាយាមជៀសវាងមិនបង្ហាញភាពជ្រួលច្របល់នៅចំពោះមុខម៉ាស៊ីនថតប្រមាណជា7កន្លះម៉ោងក្រោយមកទើបលោក Bush ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលបានបញ្ជាក់ថាអ្វីដែលបានកើតឡើងនៅទីក្រុង New York វាគឺជាការវាយប្រហារភេរវកម្មទៅលើសហរដ្ឋអាមេរិកបន្តមកលោក Bush ក៏បានឡើងជិះយន្តហោះពិសេសរបស់ប្រធានាធិបតីគឺយន្តហោះ Air Force One ចាក់ចេញពីរដ្ឋ Florida នៅក្នុងពេលជាមួយគ្នានោះយន្តហោះដឹកអ្នកដំណើរ2គ្រឿងផ្សេងទៀតសុទ្ធតែត្រូវធ្លាក់ក្នុងដៃរបស់ក្រុមភេរវជនជើងហោះហើរលេខ77ដែលជាប្រភេទយន្តហោះធុន Boeing 757ដឹកអ្នកដំណើរចំនួន64នាក់ក្នុងទិសដៅពីរដ្ឋធានី Washington ទៅកាន់ទីក្រុង Los Angeles ត្រូវបានក្រុមភេរវជនហោះទៅបុកមន្ទីរប៉ង់តាហ្គោននៅម៉ោង9:37នាទីចំណែកឯជើងហោះហើរលេខ93នៅក្នុងទិសដៅពី New Jersey ទៅកាន់ San Francisco ត្រូវបានក្រុមភេរវជនបញ្ជាឲ្យហោះសម្ដៅទៅកាន់រដ្ឋធានី Washington គោលដៅគឺវាយប្រហារទៅលើវិមាន Capitol នៅឯទីក្រុង Washington ក្រោយពីមានការវាយប្រហារទៅលើមន្ទីរប៉ង់តាហ្គោនបុគ្គលិកដែលកំពុងតែធ្វើការនៅឯស្ថានវិមាននៅវិមាន Capitol ព្រមទាំងទីតាំងសំខាន់មួយចំនួនផ្សេងទៀតត្រូវបានគេជំនះចេញចំណែកឯមន្ត្រីរដ្ឋាភិបាលសំខាន់ក្នុងនោះរួមមានទាំងអនុប្រធានាធិបតី Dick Cheney ផងត្រូវបានជំនះទៅកាន់ការិយាល័យក្រោមដីនៃសេតាវិមានគឺទីតាំងដែលគេសាងសង់ឡើងជាពិសេសសម្រាប់ករណីមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរទីការិយាល័យក្រោមដីនៃសេតាវិមានលោក Dick Cheney បានទូរស័ព្ទទៅកាន់លោកប្រធានាធិបតី Bush ហើយបានសម្រេចគ្នាថាលោក Bush ត្រូវបន្តទៅនៅលើយន្តហោះ Air Force One បន្តទៀតដោយមានយន្តហោះចម្បាំងហោះអមការពាររហូតតតែដឹងច្បាស់ថា Washington មានសុវត្ថិភាពគ្រប់គ្រាន់ចាំវិលត្រឡប់មកសេតាវិមានវិញនៅក្នុងពេលជាមួយគ្នានោះក្រសួងអាកាសចរស៊ីវិលអាមេរិកបានសម្រេចបិទដែនអាកាសអាមេរិកទាំងស្រុងដោយយន្តហោះដែលនៅលើដីត្រូវហាមមិនឲ្យហោះចេញចំណែកឯយន្តហោះរាប់ពាន់គ្រឿងផ្សេងទៀតដែលកំពុងតែហោះហើរលើអាកាសត្រូវទទួលបញ្ជាឲ្យចុះចតជាបន្ទាន់នៅឯប្រលានយន្តហោះដែលជិតបំផុតនៅលើយន្តហោះនៃជើងហោះហើរលេខ93ឯនោះវិញអ្នកដំណើរមួយចំនួនបានទូរស័ព្ទទៅកាន់សាច់ញាតិរបស់ខ្លួនដើម្បីប្រាប់អំពីករណីចាប់ពង្រត់យន្តហោះដែលពួកគេកំពុងតែជួបប្រទះ
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងសាច់ញាតិដែលនៅលើដីនោះហើយដែលពួកគេបានដឹងអំពីហេតុការណ៍ដែលកើតមានឡើងនៅទីក្រុងញូវយ៉កពួកគេក៏បានសន្និដ្ឋានថាពួកភេរវជនមិនមែនចាប់ពង្រត់យន្តហោះរបស់គេដើម្បីយកទៅធ្វើជាធ្នូទៅនឹងការទាមទារអ្វីមួយនោះទេគោលដៅគឺមានតែមួយគត់គឺបើកយន្តហោះទៅបុកចំណុចស៊ីបណាមួយដូចអ្វីដែលពួកគេបានធ្វើទៅលើ World Trade Center នៅពេលនោះហើយដែលពួកគេបានសម្រេចគ្នាថានឹងសុខចិត្តផ្ដួលជីវិតវាដណ្ដើមយកយន្តហោះពីដៃភេរវជនមកវិញម៉ោង 9:57 នាទីអ្នកដំណើរនៃជើងហោះហើរលេខ93ក៏បានចាប់ផ្ដើមធ្វើការវាយលុកទៅលើក្រុមភេរវជនក៏ប៉ុន្តែនៅពេលដែលពួកគេកំពុងតែព្យាយាមវាយទម្លាយទ្វីបបន្ទប់បាក់បោភេរវជនដែលដឹងខ្លួនថាមិនអាចធ្វើការវាយប្រហារទៅលើគោលដៅដូចជាការក្រុងទុកក៏បានសម្រេចបើកយន្តហោះបុកដីសម្រាប់មនុស្សទាំងអស់ដែលនៅលើយន្តហោះជើងហោះហើរលេខ93ដែលជាយន្តហោះធុន Boeing 757ដឹកអ្នកដំណើរចំនួន44នាក់បានធ្លាក់នៅឯទីវាលមួយកន្លែងនៅក្នុងរដ្ឋ Pennsylvania នៅក្នុងពេលជាមួយគ្នានោះនៅឯទីក្រុងញូវយ៉កអគារទី1នៃ World Trade Center បានរលំរៀបដល់ដីនៅម៉ោង 10 ព្រឹកចំណែកឯអគារទី2ត្រូវរលំប្រមាណជាកន្លះម៉ោងក្រោយមកទៀតគឺជាសរុបការវាយប្រហារភេរវកម្មទាំង4កន្លែងគឺនៅអគារទាំង2នៃ World Trade Center នៅទីក្រុងញូវយ៉កនៅមន្ទីរ Pentagon និងនៅ Pennsylvania បានបណ្ដាលឲ្យមនុស្សស្លាប់សរុបជិត 3,000 នាក់វាគឺជាការវាយប្រហារភេរវកម្មដ៏ធំបំផុតមាននៅក្នុងប្រវត្តិសាស្ត្រហើយវាជាចំណុចចាប់ផ្ដើមនៃសក្ការៈថ្មីមួយនៃទំនាក់ទំនងអន្តរជាតិដែលគេតែងតែហៅថាពិភពលោកក្រោយថ្ងៃ11កញ្ញាវាគឺជាចំណុចចាប់ផ្ដើមដែលនាំទៅរកសង្គ្រាមដ៏ធំចំនួន2នៃសតវត្សទី21គឺសង្គ្រាមនៅអាហ្គានីស្ថាននិងសង្គ្រាមនៅអ៊ីរ៉ាក់ហើយវាក៏ជាចំណុចចាប់ផ្ដើមមួយដែរនៃអ្វីដែលកំពុងតែកាត់មានឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ានៅក្នុងពេលបច្ចុប្បន្នជាមួយនឹងការលេចមកឡើងនៃក្រុមជីហាតរដ្ឋអ៊ីស្លាម